សូមស្វាគមន៍ការចូលមកកាន់កម្មវិធីបង្រៀនកម្មវិធីនិពន្ធជាភាសាខ្មែរតាមរយៈវីដេអូនៅក្នុងមេរៀននេះអ្នកនឹងសិក្សាអំពីការណែនាំឲ្យស្គាល់កម្មវិធីនិពន្ធការចូលកម្មវិធីនិងស្វែងយល់អំពីបង្អួចកម្មវិធីដូច្នេះយើងចាប់ផ្ដើមមេរៀនរបស់យើងចាប់ផ្ដើមពីនិយមន័យរបស់កម្មវិធីនិពន្ធតើអ្វីទៅជាកម្មវិធីនិពន្ធបាទកម្មវិធីនិពន្ធគឺជាកម្មវិធីសៀវភៅបញ្ជីមួយដែលគេប្រើសម្រាប់សម្រួលដល់ការងារដែលពាក់ព័ន្ធនឹងការគណនាតារាងដូចជាបញ្ជីចំណូលចំណាយវិវត្តបុគ្គលិកវិក័យប័ត្រតារាងពិន្ទុសិស្សនិងការសង់ក្រាហ្វិកជាដើមយើងដូចជានៅក្នុងរូបភាពស្រាប់គឺមានដូចជាតារាងពិន្ទុសិស្សរបាយការណ៍ផ្សេងនិងការធ្វើក្រាហ្វិកបង្ហាញពីទិន្នន័យជាដើមចំណុចបន្ទាប់គឺយើងនឹងសិក្សាអំពីរបៀបចូលកម្មវិធីដើម្បីចូលកម្មវិធីនិពន្ធនៅក្នុង Windows 7 គឺយើងអាចចុចទៅលើ Start menu បន្ទាប់មកយើងចុចទៅលើ All Program រួចហើយយើងចុច Open Office 3.3 ឬក៏ 4.1 ដែលយើងបានដំឡើងដូចជានៅក្នុងរូបភាពស្រាប់មិនត្រឹមតែប៉ុណ្ណោះយើងអាចបើកកម្មវិធីនិពន្ធនេះតាមរយៈ shortcut ប្រសិនបើយើងបានបញ្ជូន shortcut ទៅលើ desktop របស់យើងរួចហើយដោយឡែកនៅក្នុងការបង្រៀននេះគឺខ្ញុំប្រើ Windows 8 ដូច្នេះខ្ញុំនឹងបង្ហាញអំពីការបើកកម្មវិធីនិពន្ធតាមរយៈ Windows 8អញ្ចឹងទី1គឺខ្ញុំអាចបើកកម្មវិធីនិពន្ធតាមរយៈ shortcut របស់កម្មវិធីការិយាល័យភាសាខ្មែរ 4.1 ដោយតទៅអញ្ចឹងយើង double click ទៅលើ icon ដែលមាននៅលើ desktop ហ្នឹងគឺ Open Office 4.1.1 ខ្ញុំចាប់ដើមបាទដោយសារខ្ញុំបើកកម្មវិធី Impress ម្ដងហើយដូច្នេះយើងបើកតាមហ្នឹងគឺវាបើកកម្មវិធី Impress ដូច្នេះខ្ញុំនឹងបើកតាមរយៈ Start Program របស់ Windows 8 អញ្ចឹងយើងចាប់ផ្ដើមចុច Start មកយើងនឹងឃើញ icon shortcut របស់កម្មវិធី Open Office Calc អញ្ចឹងយើងអាចចុចបើកតាមហ្នឹងក៏បានបាទនេះគឺជាផ្ទាំងបង្អួចរបស់កម្មវិធីនិពន្ធអញ្ចឹងយើងអាចបើកកម្មវិធីនិពន្ធហ្នឹងតាមរយៈស្វែងរកនៅក្នុង Windows 8 ក៏បានឧទាហរណ៍យើងចុច Start មកយើងវាយពាក្យថា Open Office Calc អញ្ចឹងខ្ញុំចាប់ផ្ដើមវាយនៅលើ keyboard របស់យើង Open Office Calc ដូចនៅពេលនេះវាលោតទាំង icon ដែលមាន Open Office Calc ហ្នឹងបន្តមកទៀតយើងអាចចុចប៊ូតុងបញ្ចូលឬក៏យើងអាចយក mouse ទៅចុចទៅលើ icon ហ្នឹងក៏បានបាទនៅពេលនេះកម្មវិធីបានចាប់ដើមបាទនេះគឺជាការបើកវិធីងាយៗសម្រាប់បើកកម្មវិធីនិពន្ធចំណុចបន្តមកទៀតគឺយើងនឹងស្វែងយល់អំពីបង្អួចកម្មវិធីនិពន្ធបាទបង្អួចកម្មវិធីនិពន្ធក៏ដូចជាបង្អួចរបស់កម្មវិធីផ្សេងៗគឺវាតែងតែមានរបាមនុយរបាខ្នាតគំរូរបាទ្រង់ទ្រាយជាដើមគឺរបាទាំងនេះគឺសម្រាប់ឲ្យយើងប្រើប្រាស់ដើម្បីធ្វើឯកសាររបស់យើងអញ្ចឹងនៅក្នុងបង្អួចហ្នឹងក៏យើងគួរស្វែងយល់អំពីក្បាលជួរឈរក្បាលជួរដេកតំបន់ធ្វើការនិងផ្ទាំងសន្លឹកដូច្នេះយើងឃើញថាក្បាលជួរឈរគឺជាក្បាលដែលមានអក្សរ A B C ហ្នឹងគឺជាក្បាលជួរឈរចំណែកក្បាលជួរដេកគឺជាក្បាលដែលមានលេខ1 2 3ហ្នឹងគឺក្បាលជួរដេកហើយនៅតំបន់ធ្វើការគឺជាតំបន់ដែលមានក្រឡាជាច្រើនដើម្បីយើងបញ្ចូលទិន្នន័យនិងផ្ទាំងសន្លឹកគឺជាផ្ទាំងបង្ហាញពីសន្លឹកការងារដែលយើងនឹងធ្វើការអញ្ចឹងផ្ទាំងសន្លឹកនេះដែរគឺជាផ្ទាំងមួយដែលអាចឲ្យយើងបន្ថែមសន្លឹកឬលុបសន្លឹកកិច្ចការរបស់យើងដូច្នេះយើងនឹងមើលទៅលើកម្មវិធីជាក់ស្ដែងតែម្ដង
បាទយើងមើលនៅលើរបារចំណងជើងគឺដាក់ថាគ្មានចំណងជើងគឺដោយសារតែឯកសារកម្មវិធីយើងបើកលើកដំបូងយើងមិនទាន់បានរក្សាទុកអញ្ចឹងគឺវាគ្មានចំណងជើងទេតមកទៀតខាងក្រោមហ្នឹងគឺជារបារមនុយដែលមានដូចជាឯកសារនៅក្នុងឯកសារមានមនុយជាច្រើនដែលយើងនឹងសិក្សានៅមេរៀនក្រោយមនុយកែសម្រួលមនុយមើលមនុយបញ្ចូលជាដើមបាទនៅខាងក្រោមមកទៀតគឺជារបារຂະຫນາດគំរូគឺជារបារដែលយើងអាចចុចពាក្យបញ្ជាផ្សេងដើម្បីធ្វើការបន្តមកទៀតរបារត្រង់ទ្រាយគឺជារបារដែលកំណត់ដែលអាចឲ្យយើងធ្វើការកំណត់ត្រង់ទ្រាយទៅលើអក្សរទៅលើតន្ន័យដែលយើងបានបញ្ចូលឧទាហរណ៍យើងអាចកំណត់ទំហំអក្សរធ្វើអក្សរដុតអក្សរត្រេតជាដើមបន្តមកទៀតយើងមើលផ្ទាំងសន្លឹកបាទផ្ទាំងសន្លឹកជាធម្មតាផ្ទាំងសន្លឹកនៅពេលដែលយើងបើកកម្មវិធីមកវាមាន3សន្លឹកជាស្រេចអញ្ចឹងយើងអាចធ្វើការនៅលើសន្លឹកការងារនេះតែឡើយយើងអាចបន្ថែមសន្លឹកជាច្រើនទៅតាមការតម្រូវការរបស់យើងប៉ុន្តែយើងនឹងសិក្សានៅមេរៀនក្រោយដូច្នេះវីដេអូនេះដែរសូមបញ្ចប់តែប៉ុណ្ណេះសម្រាប់មេរៀនទី1